តើអ្នកធ្លាប់ចាប់ទូរស័ព្ទគ្រាន់តែចង់មើលម៉ោងប៉ុន្តែបែរជាចំណាយពេល30នាទីទៅ1ម៉ោងនៅលើ Facebook, TikTok ឬ YouTube ដែរឬទេ? បើសិនបើធ្លាប់ អ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលមានបែបនេះ។ សួស្តី ស្វាគមន៍មកកាន់ Channel ចំណេះដឹង3នាទី ថ្ងៃនេះយើងនឹងស្វែងយល់ថាហេតុអ្វីយើងញៀនទូរស័ព្ទ មូលហេតុចម្បងមួយគឺដោយសារខួរក្បាលរបស់យើងផលិតសារធាតុម្យ៉ាងដែលមានឈ្មោះថា ដូប៉ាមីន ដូប៉ាមីនត្រូវបានគេហៅថាសារភាពនៃភាពរីករាយ ព្រោះវាធ្វើឲ្យយើងមានអារម្មណ៍ល្អនិងចង់ធ្វើសកម្មភាពនោះម្ដងទៀត រាល់ពេលដែលយើងទទួលបាន Like, Comment, Message ឬមើលវីដេអូដែលគួរឲ្យចាប់អារម្មណ៍ ខួរក្បាលយើងនឹងបញ្ចេញដូប៉ាមីនម្ដងបន្តិច នេះជាលទ្ធផលដែលយើងចង់បន្ត Scroll បន្តទៀតដើម្បីទទួលបានអារម្មណ៍រីករាយនោះម្ដងទៀត លើសពីនេះ កម្មវិធីបណ្ដាញសង្គមជាច្រើនត្រូវបានរចនាដើម្បីទាក់ទាញការចាប់អារម្មណ៍របស់យើងឲ្យបានយូរតាមដែលអាចធ្វើទៅបាន ឧទាហរណ៍ TikTok, Facebook និង YouTube Shorts សុទ្ធតែប្រើវីដេអូខ្លីៗដែលធ្វើឲ្យយើងចង់មើលហើយមើលទៀត ហើយមួយទៀតដោយមិនដឹងខ្លួន មូលហេតុមួយទៀតគឺជាការភ័យខ្លាចថានឹងខកខានព័ត៌មានថ្មីៗ ឬអ្វីដែលគេហៅថា FOMO ដែលមានន័យថា Fear of Missing Out យើងខ្លាចថាមិត្តភក្តិបានផុសអ្វីមួយថ្មីឬព័ត៌មានសំខាន់ណាមួយដែលយើងមិនទាន់បានដឹង ដូច្នេះយើងតែងតែយកទូរស័ព្ទមកពិនិត្យជាញឹកញាប់ ប៉ុន្តែការប្រើទូរស័ព្ទច្រើនពេកអាចប៉ះពាល់ដល់ការគេង ការផ្ដោតអារម្មណ៍ និងផលិតភាពក្នុងការងារឬការសិក្សា តើមានវិធីកាត់បន្ថយការញៀនទូរស័ព្ទដែរឬទេ? ចម្លើយគឺមាន អ្នកអាចបិទ Notification ដែលមិនចាំបាច់ កំណត់ពេលប្រើប្រាស់កម្មវិធី និងទុកទូរស័ព្ទឲ្យឆ្ងាយពីខ្លួនអ្នកនៅពេលធ្វើការឬមុនពេលចូលគេង ដូច្នេះមូលហេតុដែលអ្នកញៀនទូរស័ព្ទគឺដោយសារការបញ្ចេញដូប៉ាមីន ការរចនារបស់បណ្ដាញសង្គម និងការភ័យខ្លាចថានឹងខកខានព័ត៌មានថ្មីៗ ទោះអ្នកវិញតើចំណាយពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃជាមួយទូរស័ព្ទ? សរសេរចម្លើយរបស់អ្នកនៅក្នុង Comment ខាងក្រោម សូមអរគុណចំពោះការទស្សនាវីដេអូនេះ បើសិនបើអ្នកយល់ថាវាមានប្រយោជន៍សូមជួយចុច Like, Share និង Subscribe ដើម្បីគាំទ្រ Channel ចំណេះដឹង3នាទី ជួបគ្នានៅវីដេអូបន្តទៀត សូមអរគុណ